ទូរស័ព្ទគឺមានប្រយោជន៍ច្រើនដែលវាផ្ដល់ព័ត៌មានភ្ជាប់ទំនាក់ទំនងក៏ដូចជាផ្ដល់ការកំសាន្តដល់សុខភាពរបស់យើងប៉ុន្តែដែលមើលខ្លួនឯងនេះដែលយើងជាអ្នកប្រើនេះតើយើងចំណាយពេលវេលាប្រហែលម៉ោងជាមួយវាក្នុងមួយថ្ងៃដែលអ្នកខ្លះចំណាយពេលលើសពី10ម៉ោងក៏មានជាមួយវានឹងដែលគឺវាប៉ះពាល់ជាច្រើនមកដល់ផ្នែកខ្លះនៃជីវិតរបស់យើងអញ្ចឹងយើងនឹងជជែកគ្នាអំពីថាតើការចំណាយពេលច្រើនទៅលើទូរស័ព្ទរបស់យើងទូរស័ព្ទដៃនេះតើវាប៉ះពាល់អ្វីខ្លះអញ្ចឹងខ្ញុំនឹងលើកយកចំណុច3ដែលជាផលប៉ះពាល់ផ្ទាល់របស់យើងប្រើវាច្រើនពេកទី1គឺប៉ះពាល់ដល់សុខភាពតែសុខភាពមានពីរផ្នែកទី1គឺសុខភាពភ្នែកបើយើងមើលវាយូរទៅវាធ្វើឲ្យប៉ះពាល់ភ្នែករបស់យើងទី2គឺវាប៉ះពាល់ទៅដល់គេហៅថាសកម្មភាពរាងកាយប្រសិនបើមនុស្សម្នាក់គាត់ចំណាយពេលអង្គុយស្ងៀមនៅក្នុងការដែលអង្គុយមើលទូរស័ព្ទមិនថាលេងហ្គេមមើលរឿងឬក៏ scroll មើល social media គាត់អត់ធ្វើសកម្មភាពអីសោះគឺដែលនាំគាត់ទៅរកជំងឺខ្សែឈាមបេះដូងដោយសារតែកត្តាកង្វះសកម្មភាពរាងកាយនេះឯងហើយកត្តាប៉ះពាល់ទី2ក្រៅពីសុខភាពរាងកាយនោះគឺសុខភាពផ្លូវចិត្តនិងអារម្មណ៍អញ្ចឹងដឹងស្រាប់ហើយសម័យហ្នឹងគឺមានព័ត៌មានផ្សេងដែលធ្វើឲ្យយើងភ័យព្រួយឬក៏យើងបារម្ភក៏ដូចជាពេលខ្លះយើងមើលក្នុង social media ច្រើនពេកហើយនោះយើងមានការប្រៀបធៀបដែលយើងបាត់បង់សន្តិភាពផ្លូវចិត្តយើងជាដើមហើយមួយទៀតវាធ្វើឲ្យយើងពិបាកផ្ដោតចំពោះការងាររបស់យើងហើយរោគសញ្ញាមួយទៀតគេហៅថា fear of missing out ឬក៏ FOMO ដែលមានន័យថាយើងខ្លាចតាមដានព័ត៌មានអត់ទាន់អញ្ចឹងធ្វើយើងភ្លេចផ្ដោតទៅលើការងារដែលសំខាន់ជាងនេះហើយផលប៉ះពាល់ទៀតគឺប៉ះពាល់ទៅលើតុល្យភាពនៃជីវិតអញ្ចឹងយើងនឹងស្រាប់ហើយជីវិតយើងគឺមានច្រើនផ្នែកវាមិនមែនតែផ្ដោតទៅទូរស័ព្ទឬ social media ទេយើងត្រូវផ្ដោតទៅលើគ្រួសារការងារការសិក្សារៀនសូត្រការកំសាន្តផ្សេងដែលក្រៅពីការ scroll ទូរស័ព្ទហ្នឹងអញ្ចឹងសរុបមកវិញសូមគ្រប់គ្រងការប្រើប្រាស់ទូរស័ព្ទឬក៏ជាភាសាផ្សេងទៀតថា control your screen time ដើម្បីឲ្យសុខភាពផ្លូវកាយផ្លូវចិត្តផ្លូវអារម្មណ៍ក៏ដូចជាតុល្យភាពជីវិតរបស់យើងកាន់តែប្រសើរឡើង